មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងជ្រើសរើសបានជ័យលាភីផ្នែកតែនិពន្ធស្មូតកំណាព្យនិងអំណានដើម្បីចូលរួមប្រឡងប្រជែងថ្នាក់ជាតិមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងនៅថ្ងៃទី14ខែកុម្ភៈឆ្នាំ2025នេះបានរៀបចំប្រឡងប្រជែងជ្រើសរើសជ័យលាភីការតែនិពន្ធស្មូតកំណាព្យនិងអំណានក្រោមប្រធានបទការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គមដើម្បីបន្តចូលរួមប្រកួតប្រជែងថ្នាក់ជាតិសម្រាប់ឆ្នាំសិក្សា2025-2026លោកគិតមីនីរិនអនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានប្រកាសឈ្មោះជ័យលាភីទាំងផ្នែកតែនិពន្ធស្មូតកំណាព្យនិងអំណានរបស់ខេត្តកំពង់ឆ្នាំងសម្រាប់ឆ្នាំ2025នេះរួមមានផ្នែកអំណានជ័យលាភីលេខ1បានទៅលើយុវតីសៅដាលីនសិស្សថ្នាក់ទី6មកពីសាលាបឋមសិក្សាស្មែតស្រុករលីផ្អៀជ័យលាភីលេខ2បានទៅលើយុវតីគឿនស្រីនិចសិស្សថ្នាក់ទី6មកពីសាលាបឋមសិក្សាត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យនិងជ័យលាភីលេខ3បានទៅលើយុវតីបាវស្រីអំថ្នាក់ទី6មកពីសាលាបឋមសិក្សាសែបស្រុកកំពង់ត្រឡាចផ្នែកស្មូតកំណាព្យជ័យលាភីលេខ1បានទៅលើយុវសិស្សមេនស្រីនាងថ្នាក់ទី9មកពីអនុវិទ្យាល័យព្រះធាតុស្រុករលីផ្អៀជ័យលាភីលេខ2បានទៅលើយុវសិស្សយ៉ាន់សុផលវឌ្ឍនាមកពីវិទ្យាល័យហ៊ុនសែនទឹកផុសស្រុកទឹកផុសនិងជ័យលាភីលេខ3បានទៅលើយុវសិស្សសេកឆំថ្នាក់ទី9វិទ្យាល័យជាស៊ីមកំពង់ត្រឡាចស្រុកកំពង់ត្រឡាចផ្នែកតែនិពន្ធជ័យលាភីលេខ1បានទៅលើយុវសិស្សរ៉េតចម្រើនថ្នាក់ទី11មកពីវិទ្យាល័យព្រះបាទសូរាមរិទ្ធក្រុងកំពង់ឆ្នាំងជ័យលាភីលេខ2បានទៅលើយុវសិស្សអែលសាគីរិនថ្នាក់ទី12មកពីវិទ្យាល័យជាស៊ីមកំពង់ត្រឡាចស្រុកកំពង់ត្រឡាចនិងជ័យលាភីលេខ3បានទៅលើយុវសិស្សលេងលុចថ្នាក់ទី11មកពីវិទ្យាល័យបរិបូរត្បូងស្រុកបរិបូរលោកសំព្រឹមប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានសម្ដែងនៃការអបអរសាទរនិងផ្ដាំ